ធ្វើល្អបានល្អអ្នកណាដឹងអ្នកណាឃើញឬមិនដឹងមិនឃើញក៏ដោយអ្នកណាសរសើរឬមិនសរសើរក៏ដោយបានលៀបបានយួរឬអត់ក៏ដោយសេចក្តីល្អជាការងារដែលត្រូវធ្វើព្រោះសេចក្តីល្អគឺជារង្វាន់ដ៏ពិសេសដែលអ្នកធ្វើល្អត្រូវបានទទួលទាន់ពេលរឿងល្អឬអាក្រក់នៅលើគំនិតមិនមានរឿងអ្វីដែលអាក្រក់នោះទេបើយើងមិនគិតថាអាក្រក់រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយព្រោះគេមិនបានគិតដូច្នោះសេចក្តីពិតដូចនេះសម្ដែងឲ្យឃើញថាអាក្រក់ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយគឺនៅនឹងការគិតរបស់មនុស្សម្នាក់កាលបើដូច្នោះយើងព្រមឲ្យគំនិតរបស់យើងធ្វើអាក្រក់ឲ្យខ្លួនយើងធ្វើអ្វីព្រមល្ងងខ្លះល្អណាស់កូនជាទីស្រឡាញ់ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរកស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនអើយព្រមឲ្យគេថាចុះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌កូនធ្វើការដ៏ស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានភាពកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គោះចិត្តក្នុងរឿងអ្វីច្រើនឡើយរវាងការមានបានទ្រព្យសម្បត្តិតែមិនមានភាពកក់ក្ដៅនិងមានភាពកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរតាក់យកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសារខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬបំណុះសោតត្រូវប្រឹងប្រែងព្យាយាមប្រជប់ប្រជែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅកូនអើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រុសក្រតីមានមុខអាបស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់មួយនឹងមួយខ្វះធម៌សន្តោសល្មមលោភលន់រកស៊ីទុច្ចរិតខ្វះយុត្តិធម៌លក្ខកូនអើយក្នុងរឿងទាំងអស់នេះបើគេថាកូនល្ងងព្រោះមិនចេះដូចគេគឺល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានការកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នងកូនគេងលក់មិនចាំបាច់យកដៃកងថ្ងាសឡើយណាកូន
ស៊ូហត់កាយឲ្យតែសប្បាយចិត្តជីវិតដែលពោរពេញដោយសេចក្តីទុក្ខស្រាប់ហើយនោះត្រូវហែកឆ្លងរឿងរ៉ាវផ្សេងខំមាត់អត់ធ្មត់តស៊ូប្រឹងប្រែងដើម្បីការរស់នៅប្រចាំថ្ងៃមានការប្រកបកិច្ចការងារក្រោមកម្ដៅថ្ងៃភ្លៀងខ្យល់និងការស្ដីបន្ទោសពីចៅហ្វាយនាយឬក៏ត្រូវហត់មាត់ទាស់ចិត្តជាមួយកូនឈ្នួលជាដើមបើកាយបានជាន័យហត់ទៅហើយសូមកុំឲ្យចិត្តលំបាកជាមួយអីពលគឺត្រូវទទួលស្គាល់ការពិតនៃជីវិតខ្លួនឯងកុំតូចចិត្តកុំអាក់អន់ចិត្តនឹងវាសនាខ្លួនឯងអីចូលរីករាយជាមួយអ្វីដែលខ្លួនមានរស់នៅប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសារហើយកុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃអ្នកណាក៏មិនខុសគ្នាដែរគឺមានទាំងសុខមានទាំងទុក្ខនៅលាយឡំផ្សំជាមួយគ្នាដំណើរជីវិតរឹតចងជាប់កម្មហត់រាប់ខែឆ្នាំគ្មានពេលសម្រាកប្រើកម្លាំងបាយញើសខ្ចាយស្រាក់តស៊ូលំបាកតោកយ៉ាកពេកពុនខំធ្វើការងារពុះពីអំណត់ទោះបីជាហត់ខំមាត់អត់ធន់មិនហ៊ានសម្រាកមិនហ៊ានទំរុនកិច្ចការស្រាធ្ងន់រែកពុនបន្ទុកកាយត្រូវក្រោមគ្រារគារូបរិទ្ធតែសូមឲ្យចិត្តស្ថិតនៅជាសុខកាយត្រូវវេទនាឈឺជារងទុក្ខសូមចិត្តបានសុខស្រណុកសប្បាយចិត្តដែលអប់រំបន្ទំបានល្អផុតចាកលោកធម៌ញាប់ញ័រទាំងឡាយចេះគ្រប់ព្រមល្មមឆ្អែតឆ្អន់ចិនណាយស៊ូហត់ត្រឹមកាយឲ្យតែសប្បាយចិត្តស្គាល់មុខតែមិនស្គាល់ចិត្តកូនជាទីស្រឡាញ់មានភាសាខ្មែរយើងបានពោលថាមនុស្សយើងស្គាល់មុខគ្នាតែមិនស្គាល់ចិត្តជាពាក្យដែលត្រឹមត្រូវគ្រប់ពេលវេលាទាំងជាពាក្យដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផងមនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែមើលខាងក្រៅល្អសមសួនតែខាងក្នុងវាជារឿងផ្សេងដូចរូបដែលគេគូរជាមួយនឹងរូបពិតអីចឹងឯងរូបគូច្រើនតែល្អស្អាតស្រស់បោះគួរមើលជាងរូបពិតព្រោះមានការតាក់តែងទៅដោយពណ៌ជាដើមមនុស្សដែលសាងភាពខ្លួនឯងឲ្យល្អមើលគឺចាំបាច់ត្រូវតែងទឹកមុខអាកប្បកិរិយានិងការសម្ដែងចេញផ្សេងទៀតព្រមទាំងពាក្យសម្ដីដើម្បីបិទបាំងខាងក្នុងដែលមិនល្អដូច្នេះហើយទើបកើតមានពាក្យថាស្គាល់មុខតែមិនស្គាល់ចិត្តនេះឡើងដូចពោលមុខនេះកាលបើកូននឹងសែបគប់ជាមួយអ្នកណាទុកចិត្តអ្នកណាឬធ្វើការងារហ៊ុនជាមួយអ្នកណាត្រូវមើលឲ្យល្អសង្កេតឲ្យយូរកុំមើលត្រឹមតែសម្បកក្រៅត្រូវមើលទៅដល់ការធ្វើការរស់នៅនិងគម្រោងការរបស់គេព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាក៏បីដឹងសិលដោយការនៅរួមក៏បីដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីក៏បីដឹងកម្លាំងពេលមានឧបសគ្គនិងក៏បីដឹងបញ្ញាដោយការសន្ទនាកូនត្រូវឈប់ដូចតទៅដឹងសិលដោយការនៅរួមគឺនៅជាមួយយូរសង្កេតពិនិត្យដោយការយកចិត្តទុកដាក់ព្រមទាំងមានបញ្ញាយល់ការច្បាស់លាស់ផងដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីគឺស្ដាប់ពាក្យនិយាយមុននឹងពាក្យនិយាយក្រោយសមគ្នាទេម្យ៉ាងទៀតស្ដាប់ពាក្យនិយាយចំពោះមុខនិងកំបាំងមុខដូចគ្នាដែរទេដឹងកម្លាំងពេលមានឧបសគ្គគឺកម្លាំងចិត្តកម្លាំងគំនិតប្រាជ្ញាកម្លាំងគុណធម៌ញាប់ញ័រឬក៏ស្ងប់រងាប់ពេលមានវិបត្តិភយន្តរាយដឹងបញ្ញាដោយការសន្ទនាគឺបញ្ញាក្នុងការសាកសួរបញ្ហាក្នុងការឆ្លើយបើកូនមិនមើលមុខមិនមើលក្រោយឲ្យល្អទេច្រឡំទៅគប់រកឬទុកចិត្តទុកថ្លើមឲ្យការគោរពរាប់អានពេញធឹងវានឹងធ្វើឲ្យកូនមាននូវសេចក្តីសោកព្រោះតែខកចិត្តត្បិតសង្ឃឹមខ្លាំងពេកនឹងឯងចំណែកកូនខ្លួនឯងវិញត្រូវតែស្មោះចំពោះមនុស្សទាំងឡាយជាពិសេសអ្នកដែលទុកចិត្តសង្ឃឹមជឿជាក់ទាំងស្រុងមកលើកូននោះឯង
កូនកុំបោកប្រាស់ចិត្តអ្នកណាអូសោះស្រឡាញ់គ្នាហើយត្រូវតែស្មោះកូនត្រូវរស់ជាមួយនឹងសុចរិតធម៌ត្រូវសម្ដែងទឹកចិត្តឲ្យអ្នកដទៃបានយល់និងត្រូវឲ្យគេស្គាល់ចិត្តថាពិតជាគ្នាឯងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនផ្សេងទៀតសូមចូលមកកាន់ Channel YouTube ឈ្មោះ Ahai Meng Hui រួចចុច Subscribe និងសញ្ញាកណ្ដឹងសំណប់ចិត្តឪកូនត្រូវតស៊ូកូនសំណប់ចិត្តពុកជីវិតមួយនេះគឺពោរពេញដោយការលំបាកនឿយហត់បញ្ហាកើតឡើងមិនចេះចប់មិនចេះហើយកំពុងដោះស្រាយរឿងមួយរឿងពីរផ្សេងទៀតក៏ចូលមកដល់ដែលអាចធ្វើឲ្យកូនមានគំនាបផ្លូវចិត្តបាក់ទឹកចិត្តនិងអស់សង្ឃឹមបានចូលកូនសម្លឹងមើលដើមឈើទាំងឡាយដែលគ្មានវិញ្ញាណគ្មានចិត្តគំនិតពីមួយថ្ងៃទៅមួយថ្ងៃត្រូវរងនៅក្របភ្លៀងផងខ្យល់ផងកម្ដៅថ្ងៃផងតែនៅតែអាចបន្តរស់បានដោយការព្យាយាមចាក់ឫសយ៉ាងមាំនិងថែមទាំងអាចបំលែងនៅទឹកភ្លៀងខ្យល់កម្ដៅថ្ងៃមកជាអាហារបានទៀតផងយ៉ាងណាសូមឲ្យកូនតស៊ូចំពោះបញ្ហាគ្រប់យ៉ាងព្រមរស់នៅជាមួយបញ្ហាព្រមទទួលស្គាល់ការពិតនៃជីវិតគឺសេចក្តីទុក្ខនេះឯងឬបញ្ហានេះឯងរួចដោះស្រាយតាមសតិបញ្ញាដែលបានអប់រំដោយល្អនិងប្រែក្លាយវាមកជាបទពិសោធន៍នៃជីវិតដើម្បីភាពរឹងមាំនៃជីវិតនិងបន្តដំណើរស្វែងរកជីវិតដ៏ល្អហើយនៅទីបំផុតគឺការដែលគ្មានសេចក្តីទុក្ខបញ្ហាគ្រប់យ៉ាងគឺព្រះនិព្វាននេះឯងមេរៀនជីវិតគ្មានថ្នាក់គ្មានគ្រូគ្មានសិស្សដតីក្រៅពីខ្លួនអ្នកនោះទេគឺអ្នកត្រូវមានសតិជានិច្ចសម្រាប់ត្រួតពិនិត្យពិចារណាគ្រប់ហេតុការណ៍ទាំងអស់ដែលកើតជាមួយខ្លួនអ្នកឬក្នុងជីវិតអ្នកផ្ទាល់មិនថារឿងល្អក្តីឬអាក្រក់ក្តីបើអ្នកបានជួបរឿងល្អសប្បាយចិត្តចុះព្រោះនេះជាផលបុណ្យរបស់អ្នកហើយតែក៏មិនត្រូវត្រេកអរជ្រុលពេករហូតដល់ខ្វះសតិប្រមាថក្នុងជីវិតប្រព្រឹត្តទុច្ចរិតជាដើមតែបើជួបរឿងអាក្រក់វិញអ្នកត្រូវគិតថានេះជាផលបាបរបស់អ្នកដែលបានប្រព្រឹត្តហើយអ្នកត្រូវតែទទួលវាដោយមិនអាចបដិសេធបានមានពេលខ្លះអ្នកត្រូវបាត់បង់របស់សំខាន់ក្នុងជីវិតអ្នកមនុស្សជាទីស្រឡាញ់សាច់ញាតិនេះជាមេរៀនដែលធម្មជាតិបានប្រាប់អ្នកថាគ្រប់យ៉ាងទាំងអស់ស្ថិតនៅក្នុងការប្រែប្រួលមិនទៀងទាត់មិនថិតថេរមិនគង់វង្សនៅជាមួយអ្នករហូតនោះទេពេលខ្លះអ្នកមិនសប្បាយចិត្តជួបទុក្ខលំបាកឈឺចាប់ទាំងផ្លូវកាយឬចិត្តក្តីអ្នកមិនអាចបន្ទោសអ្នកណាម្នាក់បានឡើយព្រោះនេះគឺជាភាពពិតនៃជីវិតគឺជាទុក្ខមិនមែនសុខឡើយពេលខ្លះអ្នកប្រកាសជាខកចិត្តនៅពេលអ្នកដទៃមិនអាចធ្វើអ្វីតាមតែអ្នកចង់បាននេះជាមេរៀនសំខាន់ណាស់ដែលអ្នកត្រូវសិក្សាថាអនត្តាធម៌មានពិតនៅលើโลกនេះហើយសូម្បីតែខ្លួនអ្នកផ្ទាល់ក៏ស្ថិតនៅក្នុងអំណាចនៃភាពមិនមែនជារបស់ខ្លួននេះដែរប្រសិនបើហេតុដែលនាំឲ្យយើងខឹងស្អប់ស្រឡាញ់ខូចចិត្តឈឺចាប់កាត់ទុកមានគ្រប់គ្រាន់ហើយអ្នកបានជាទៅហាមឃាត់ទៅវិញនោះវាជារឿងល្ងងណាស់ព្រោះថា
អ្វីៗគ្រប់យ៉ាងកើតពីហេតុមិនមែនអំណាចអ្នកឡើយ កូនត្រូវរឹងមាំឪពុកម្ដាយការដែលចិញ្ចឹមកូនទម្រាំតែកូនធំដឹងក្ដីមកទល់នឹងពេលនេះគឺត្រូវជួបឧបសគ្គរារាំងបញ្ហាគ្រប់យ៉ាងរឿងរ៉ាវគ្រប់សពទាំងល្វីងជូរចត់កំសត់ក្រីក្រលំបាកទាំងអស់នេះឪពុកម្ដាយបានឆ្លងកាត់រួចអស់ហើយឥឡូវដល់វេនកូនម្ដងសូមកូនចាំថាអត្តភាពជាមនុស្សនេះគឺពោពេញទៅដោយបញ្ហាគ្រប់យ៉ាងក្តីទុក្ខលំបាកទាំងផ្លូវកាយក្តីទាំងផ្លូវចិត្តក្តីបើកូនជាមនុស្សទន់ជ្រាយខ្វះសតិបញ្ញាគ្រប់គ្រងខ្លួនឯងនោះកូននឹងគ្មានសមត្ថភាពដោះស្រាយវាឡើយហើយបញ្ហានឹងរត់ទៅចូលមកកាន់ជីវិតកូនធ្វើបាបកូនដោយគ្មានការប្រណីឡើយដូច្នេះសូមឲ្យកូនជាមនុស្សរឹងមាំរឹងប៉ឹងទាំងផ្លូវកាយទាំងផ្លូវសតិស្មារតីនៅពេលមានបញ្ហាកើតឡើងកូនក៏ព្រមទទួលយករួចដោះស្រាយវាតាមសម្រួលនិងព្រមទទួលស្គាល់ថានេះឯងគឺជាជីវិតចំណែករឿងខ្លះគឺតម្រូវឲ្យកូនដោះស្រាយតាមផ្លូវចិត្តព្រោះភាពស្មុគស្មាញការច្របូកច្របល់ទុក្ខកង្វល់ផ្លូវចិត្តទាំងឡាយគឺជាបញ្ហាដ៏ធំដែលអាចធ្វើឲ្យមនុស្សម្នាក់បាត់បង់ម្ចាស់ការខ្លួនឯងឬដល់ថ្នាក់ធ្វើអត្តឃាតក៏មានដែរប្រសិនបើកូនអប់រំទូមានចិត្តឲ្យល្អមានសតិបញ្ញានិងទំនួលខុសត្រូវខ្ពស់ចម្រើនការយល់ដឹងទាំងផ្លូវលោកទាំងផ្លូវធម៌នោះបញ្ហាទាំងឡាយមិនសូវហ៊ានមកជួបមុខកូនឡើយប្រយ័ត្នពាក្យផ្អែមកូនជាទីស្រឡាញ់កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃដោយចំពោះពាក្យផ្អែមល្ហែមទឹកអំពៅទឹកត្នោតដែលមានរសផ្អែមកាលបន្ទុកយូរទៅហើយត្រូវផ្សំនឹងមេផងក៏คล้ายទៅជាទឹកស្រវឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះក៏អាចធ្វើឲ្យយើងស្រវឹងបានយ៉ាងនោះដែរការបាត់ស្រវឹងហើយក៏ធ្វើឲ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតីខូចប្រក្រតីដែលធ្លាប់តែរៀបសាររហូតដល់មានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផងព្រោះជឿពាក្យផ្អែមល្ហែមរបស់គេចូលកូនពិចារណាបានល្អអ្នកណាមកនិយាយផ្អែមល្ហែមលើកដំកើងកូនថាកូនល្អយ៉ាងនេះពូកែយ៉ាងនោះកូនត្រូវតែប្រយ័ត្នឲ្យមែនទែនកុំប្រញាប់ស៊ីចូលរីករាយសប្បាយភ្លេចខ្លួនអសោះបើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នកដទៃទេកូននឹងមិនក្តៅក្រហាយស្ដាយក្រោយឡើយត្រីដែលស្លាប់ទៅហើយមួយចំណែកនោះព្រោះត្រូវគេបញ្ឆោតដោយនុយដោយលំនៅឋានជាដើមបើវាមិនតេចិត្តជាប់នឹងគ្រឿងបញ្ឆោតទេវាក៏មិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវចេះប្រយ័ត្ននឹងអ្វីៗគ្រប់យ៉ាងមិនចំពោះតែពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងហេតុកុំឲ្យស្លាប់ដោយត្រីដែលជាប់នុយនោះកូនអើយប្រយ័ត្នគឺជាស្មារតីប្រយ័ត្ននឹងអ្វីៗគឺល្អទាំងអស់កូនត្រូវចាំពាក្យក្នុងសិភៅកូនមាសឪពុកថាភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនទាន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងល់កាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចឈ្មោះ
ខូចនេះពេញគ្រោះរស់លែងសពសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តអសង្សារព្រោះតែលោកនេះអត់មាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាក្រុងស្ងួនគុណធម៌ក្នុងខ្លួនដូចខែខាងខ្នើខន្តីដូចថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាក់ទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហងព្រមលះបង់គ្រប់យ៉ាងតែងតែមានកើតមានរលត់មានជួបមានព្រាត់មានសុខមានទុក្ខជាគូនឹងគ្នាបើបានជាជួបហើយនោះគួរចេះថ្នាក់ថ្នមចេះសន្តោសប្រណីថែរក្សាឲ្យបានល្អបំផុតនៅរបស់ទាំងអស់នោះមិនថាមិត្តភក្តិគូព្រេងមនុស្សសំខាន់ឬរបស់អ្វីក៏ដោយអាចមានវាបានតែមិនអាចហាមមិនឲ្យឃ្លាតឆ្ងាយបាននោះទេការដែលមានព្រោះការផ្គុំឡើងនៃហេតុបច្ច័យនាំឲ្យមាននាំឲ្យជួបនាំឲ្យស្គាល់ពីធម្មជាតិពីឧបនិស្ស័យពីផលរបស់កម្មប៉ុណ្ណោះមិនមែនអ្នកជាអ្នកបង្កើតវាដោយខ្លួនឯងឡើយដូច្នេះការដែលព្យាយាមបិទសិទ្ធហាមឃាត់មិនឲ្យបែកបាត់បាត់បង់មិនបានជួយអ្វីទាំងអស់ក្រៅពីបង្កើតឲ្យមានការឈឺចាប់ផ្លូវចិត្តកាន់តែខ្លាំងឡើងដូច្នេះមានតែការព្រមលះបង់ព្រមដើរចេញព្រមទទួលស្គាល់ការពិតស្វែងយល់ពីភាពមិនទៀងទាត់មិនថិតថេរទៅផ្លូវចិត្តមិនសូវខ្ទេចខ្ទាំក្រំគ្រាខ្លោចផ្សាស្ដាយក្រោយឡើយចិត្តយើងចិត្តគេកូនជាទីស្រឡាញ់ការនៅរួមជាមួយអ្នកដទៃមិនថានៅរបៀបជាស្វាមីភរិយាជាគ្រួសារមេដាបេដាកូនប្រុសស្រីជាញាតិជាអ្នករួមការងារឬជាអ្នករួមសង្គមនោះឡើយគឺកូនត្រូវរំពឹងដល់ចិត្តបំណងសេចក្តីប្រាថ្នារបស់អ្នកដទៃនោះនេះជាការសំខាន់យ៉ាងក្រៃលែងនឹងអាចនៅជាមួយគ្នាបានយូរឬមិនយូរសុខសប្បាយឬក្តៅក្រហាយគឺនៅត្រង់ចំណុចសំខាន់នេះឯងការយកចិត្តគេមកប្រៀបនឹងចិត្តយើងនិងយកចិត្តយើងទៅប្រៀបនឹងចិត្តគេនេះជាកិច្ចដែលគួរធ្វើយើងធ្វើអ្វីក៏ដោយត្រូវរំពឹងដល់ផលប៉ះពាល់ដែលនឹងកើតឡើងដល់អ្នកដទៃផងពេលខ្លះយើងគិតថាយើងធ្វើហើយយើងនឹងបានផលប្រយោជន៍តែអ្នកដទៃគេអាចក្តៅក្រហាយព្រោះការធ្វើរបស់យើងក៏មានដែរទើបគួរជៀសវាងនៅចំណុចនេះឲ្យបានមិនត្រូវសាងសេចក្តីសម្រេចលើសេចក្តីក្តៅក្រហាយនៃអ្នកដទៃឡើយអ្នកដទៃគេមិនពេញចិត្តឲ្យយើងទៅធ្វើឲ្យគេក្តៅក្រហាយដូចតែគ្នាត្រូវនឹកគិតដល់ចិត្តយើងចិត្តគេជានិច្ចមនុស្សដែលគិតតែពិបាកគេហៅថាមនុស្សឃើញតែខ្លួនឯងមនុស្សឃើញតែខ្លួនឯងរមែងដើរប៉ះគេជាធម្មតាពលគឺប្រព្រឹត្តនៅអំពើដែលមានផលប៉ះពាល់ដល់អ្នកដទៃកូនឯងកើតជាមនុស្សណាកូនពេលយើងបានឆ្អែតក៏គួរនឹកគិតដល់អ្នកដែលស្រេកឃ្លានខ្លះផងពេលយើងបានសុខក៏គួរគិតដល់អ្នកដែលមានទុក្ខផងហើយពេលយើងមានបានក៏ត្រូវគិតដល់អ្នកដែលក្ររហេមរហាមផងដែរកូនគិតបានយ៉ាងនេះកូននឹងជាអ្នកលះបង់មើលឃើញអ្នកដទៃយល់ចិត្តគេជួយគេនឹងបានជាទីស្រឡាញ់រាប់អាននៃមនុស្សទូទៅ
ប្រសិនបើកូនជាមនុស្សឃើញតែពីខ្លួនឯងកូននឹងនៅតែឯងព្រោះខ្វះការរាប់អានពីអ្នកជិតខាងជាដើមពេលកូនមានទុក្ខមានរវល់មិនមានអ្នកណាមកឈឺឆ្អាលឡើយចាំទុកណាកូនសម្លាញ់ចិត្តយើងចិត្តគេកូនត្រូវរិះរេខ្នន់ខ្នេឲ្យច្បាស់កុំតាមចិត្តពៀលតាមព្រះតម្រាស់ព្រះធម៌ល្អណាស់កូនត្រូវបដិបត្តិចិត្តគេចិត្តយើងបើមានអ្នកឡើងកូនត្រូវកំចាត់បើចង់សុខចិត្តកូនត្រូវហ្វឹកហាត់រស់ដោយប្រយ័ត្នទៅផុតអន្តរាយខ្លួនជាឧបមាចម្រើនមេត្តាទោសាររំសាយឲ្យសុខខ្លួនឯងនិងសត្វទាំងឡាយសុខនៅមិនឆ្ងាយរកឃើញក្នុងចិត្ត